សម្រាប់ថ្ងៃនេះយើងធ្វើការដាំដើមកន្ទុយនេះជូនអតិថិជនសម្រាប់អតិថិជនគាត់បានមករើសរៀងយូរដែរហើយប៉ុន្តែគាត់ផ្ញើទុកសិនដោយសារតែទីតាំងដែលត្រូវដាំជាមួយនឹងផ្ទះរបស់គាត់កំពុងតែជួសជុលអត់ទាន់រួចទេណាអញ្ចឹងប៉ុន្តែថ្ងៃនេះគាត់សម្រេចចិត្តធ្វើការដាំអីដោយសារតែគាត់បានរើកន្លែងដែលដាំហ្នឹងរួចរាល់ហើយអញ្ចឹងយើងអាចធ្វើការដាំបានអញ្ចឹងដូចយើងឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺយើងធ្វើការដាំទាំងនៅការដ្ឋានតែម្ដងប៉ុន្តែគាត់ដាំទុកមុនអញ្ចឹងល្មមតែការដ្ឋានហើយក៏ដើមនេះវារឹងមាំដែរហើយទៅយើងធ្វើការដេកតាមក្រោយទៀតណាដោយសារតែគាត់នឹងធ្វើការក្រាលស្មៅនៅខាងក្រោមដែរប៉ុន្តែឥឡូវយើងដាំនេះសិនដោយសារតែការងារសំណងរបស់គាត់នៅច្រើនដែរអញ្ចឹងយើងក៏ធ្វើតាមអ្វីដែលគាត់ចង់បានណាអញ្ចឹងយើងធ្វើការដាំដើមប្រភេទដើមកន្ទុយនេះជាមួយនឹងដើមអូលីវដែរហើយស៊ីមែនតើជាមួយនឹងគេហដ្ឋានរបស់គាត់ណាដោយសារដើមពីរនេះវាត្រូវជាមួយបែប modern ហើយបើយើងទៅមើលពីខាងក្នុងកញ្ចក់វិញគឺ view វាស្អាតមែនតើដោយសារតែអាចមើលធ្លុះដល់ខាងក្នុងណាហើយពីខាងក្នុងក៏អាចមើលធ្លុះដល់ខាងក្រៅដែរហើយសម្រាប់ដើមមួយនេះគឺជាប្រភេទដើមដេកដែលយើងអាចដាំនៅក្នុងអគារបានណាពេញយមមែនតើនៅក្នុង condo ហើយសម្រាប់ដើមនេះដាក់ក្នុងបន្ទប់ទេប៉ុន្តែដោយសារបន្ទប់អត់ទាន់ហើយអញ្ចឹងយើងដាក់នៅបន្ទប់ទូភ្ញៀវសិនអញ្ចឹងសម្រាប់ការងារយើងថ្ងៃនេះមានតែប៉ុណ្្នឹងទេអញ្ចឹងក្រោយការសម្អាតអាចមើលបានជាមួយនឹងសម្រស់និងសោភ័ណភាពនៃដើមរុក្ខជាតិលម្អណាចា៎បើសិនជាចង់បានសេវាកម្មក្នុងការដាំរុក្ខជាតិកុំភ្លេចជាមួយសួននគររាជ